សួស្តីអ្នកនរគ្នាថ្ងៃនេះយើងមកបន្តជាមួយនឹងមេរៀន Linux របស់យើងដែលថ្ងៃនេះគឺខ្ញុំនឹងមករៀនអំពីរបៀបមើលជាមួយនឹង process CPU និង RAM ហើយនឹង disk usage ហើយ shortcut key ដែល command ទាំងនេះគឺមានសារៈសំខាន់ណាស់សម្រាប់អ្នករៀន Linux basic ដំបូងអីចឹងចូលមកដំបូងគឺយើង log remove វាឲ្យហើយដែរឥឡូវយើងចូលមកកាន់នេះរបស់យើងឥឡូវយើងចូលទៅ check process យើង check PS នឹងមកពីពាក្យថា process ដើម្បីដំណើរការឥឡូវយើងឃើញជាមួយនឹង process របស់យើងហើយឥឡូវយើងទៅមើលជាមួយនឹងដំណើរការខាង net របស់វាគឺយើងបាយពាក្យថា PS ហើយ /a ux ហើយតមក enter មកយើងឃើញថា process ទាំងអស់នៅក្នុងម៉ាស៊ីនរបស់យើងគឺវាដំណើរការតោះយើងចុចចេញអូដើម្បី check CPU ហើយនឹង RAM ចង់ដឹងថាវាដំណើរការយើងវាយពាក្យថា top ចឹងណាវានឹងឃើញAva1 ដែលវាកំពុង process ទាំងអស់ហ្នឹងនៅក្នុងហ្នឹងគឺវាកំពុងប្រាប់យើងគ្រាន់តែវាយពាក្យ command ថា top មិនមកវានឹង show មកទាំងអស់ហើយតោះបើយើងឆែកជាមួយនឹង process real time របស់យើងដែលឃើញមានតែ CPU RAM ហើយនឹងនេះហ្នឹងឥឡូវយើងទៅឆែកជាមួយនឹងនេះម្ដងយើងទៅឥឡូវយើងមកធ្វើការឆែកជាមួយនឹង disk usage របស់យើងហើយយើងដើម្បីឆែកជាមួយនឹង disk usage នឹងបានគឺយើងទៅប្រើប្រាស់ command មួយគឺ df ហើយយើងប្រើ .h បើសិនឥឡូវយើងធ្វើការ clear xongហើយតោះមកយើង df ហើយយើង .h មកដែលcommand .h ហ្នឹងគឺមានន័យថា human readable គឺយើងអាចមើលបានទាំង megabyte និង gigabyte ឥឡូវយើងឃើញថានេះគឺជាទំហំផ្ទុកដែលនៅក្នុងម៉ាស៊ីនរបស់យើងហ្នឹងគឺមានអីគេខ្លះហើយយើងបានប្រើប្រាស់ជាមួយនឹងនេះហ្នឹងគឺយើងឃើញមានបើយើងចង់មើលទំហំផ្ទុកតាម folder យើងវាយគ្រាន់តែវាយពាក្យថា du ហើយ .sh ចេះមកគឺយើងឃើញថានេះ 88k អញ្ចឹង total នៅក្នុង disk usage របស់យើងក្នុង folder គឺមានទំហំទៅដល់ទៅ 88k ឥឡូវយើងទៅមើលទំហំរបស់ CPU និង RAM វិញដែលយើងគ្រាន់វាយ command ថា cat slash ជាមួយនឹងហើយ slash ជាមួយនឹង CPU info តោះមកយើង enter មកយើងនឹងឃើញជាមួយនឹងទំហំ use របស់ CPU និង RAM ដែលវាមានទាំង core មានទាំងអីនៅក្នុងហ្នឹងឥឡូវយើងដើម្បីមើល memory និង swap usage យើងគ្រាន់តែវាយពាក្យថា free វានឹងនេះគឺជាទំហំដែលវា free total use ហើយនឹង free share ទាំងអស់ហ្នឹងហើយបើយើងចង់មើល server ថាវារត់បានប្រហែលម៉ោងគឺយើងវាយពាក្យថា up time វានឹងឃើញថា server របស់យើងរត់បានមក20 up ទៅ21នាទី3 user ហើយនឹង load average ឥឡូវយើងចូលមកកាន់user ហើយនឹង shortcut របស់យើងដែលយើងចង់ដឹងថាយើងបច្ចុប្បន្ននៅណាយើងវាយថា who am I មកវាប្រាប់ថាយើងនៅក្នុងអីនៅក្នុង admin ដែលជា root ហើយយើងចង់មើល kernel version យើងគាត់ name អីមកយើងនឹងចេញ kernel version មកហើយ shortcut យើងសិក្សាជាមួយនឹង command ផ្សេង shortcut ផ្សេងឥឡូវយើងចូលទៅធ្វើមកដែល control C មានន័យថាបញ្ឈប់រាល់ command ទាំងអស់ហ្នឹងលើហ្នឹងហើយ control Z គឺធ្វើការផ្អាកជាមួយនឹង command
ហើយចុងក្រោយគឺ control D មានន័យថាយើងធ្វើការ log out តបមកសូមមើល test command នេះមួយគឺមានន័យថា repeat command ហ្នឹងគឺយើង repeat សញ្ញាឧទានពីរហ្នឹងហើយ control D log out មកនេះនៅពេលយើង control D នេះគឺវាបិទជាមួយនឹងម៉ាស៊ីន remote របស់យើងអស់លេងហើយmain Linux part មួយនេះគឺបានបញ្ចប់ត្រឹមហ្នឹងអរគុណអ្នកនរគ្នាដែលបានទស្សនា